ឥឡូវនេះតាមការស្ទង់មតិរបស់អង្គការ NIDA របស់ថៃថ្មីនេះគឺតំណែងនាយករដ្ឋមន្ត្រីថ្មីដែលមានប្រជាប្រិយជាងគេលើកមុនឃើញលោកកែវរមីយកប្រជាប្រិយរបស់គណៈបកអនុទិនច័ន្ទវរៈគុលហើយខ្ញុំក៏បានផ្សាយអត្ថបទនឹងដែរថាធ្លាក់ទៅបាត់តារាងដែរប៉ុន្តែឥឡូវនេះប្រហែលថ្ងៃនេះតាមការស្ទង់មតិថ្មីបេក្ខជននាយករដ្ឋមន្ត្រីថ្មីសម្រាប់ថៃមានតែ2ទេដែលលេចធ្លោជាងគេទី1គឺលោកណត្តភុងរឿងបញ្ញវុធរបស់គណៈបកប្រជាជនថៃដែលលោកកែវរមីចង់ឲ្យជាប់ឆ្នោតនោះជាការពិតលោកមានសម្លេងលេចធ្លោជាងគេដោយសារតែនៅក្នុងការស្ទង់មតិហ្នឹងគឺបាន 24.76% ដែលប្រជាពលរដ្ឋថៃថានឹងបោះឆ្នោតឲ្យលោកក្លាយជានាយករដ្ឋមន្ត្រីថ្មីលេខ2គឺបានទៅលោកអនុទិនច័ន្ទវរៈគុលនេះឯងដែលបានសម្លេងឆ្នោតបដំប្រសងជាមួយនឹងលោកណត្តភុងរឿងបញ្ញវុធដែរគឺ 20.84% 24.76 និង 20.84% គៀកគ្នាខ្លាំងមែនតើអញ្ចឹងប្រជាប្រិយរបស់លោកអនុទិនច័ន្ទវរៈគុលនិងណត្តភុងរឿងបញ្ញវុធនៅក្នុងការធ្វើស្ទង់មតិដែលជាតំណែងនាយករដ្ឋមន្ត្រីដែលថៃថានឹងបោះឆ្នោតឲ្យនេះគឺបដំប្រសងគ្នាខ្លាំងណាស់ដូច្នេះហើយអ្នកដែលទី3និយាយទៅប្រជាពលរដ្ឋ 14% ជាងអត់មានដឹងបោះឲ្យអ្នកណាទេគឺនៅមានការអត់ច្បាស់លាស់ប៉ុន្តែក៏មានតំណែងនាយករដ្ឋមន្ត្រីដែលថាបេក្ខជនលេចធ្លោមួយបាន 12.12% ដែរគឺកម្រិតទី3បានទៅលោកអភិសិទ្ធវិជ្ជាជីវ៉ាដែលលោកធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីពីមុនគណៈបកប្រជាធិបតេយ្យនោះក៏បានទទួលប្រជាប្រិយលំដាប់លេខ4ហើយព្រោះអាលេខ3មិញបានន័យថាប្រជាពលរដ្ឋអត់ដឹងបោះឲ្យអ្នកណាតែលេខ4ហ្នឹងគឺបានទៅលោកអភិសិទ្ធវិជ្ជាជីវ៉ានិងលេខ5គឺបានទៅក្មួយរបស់លោកថាក់ស៊ីនតកូលថាក់ស៊ីននេះគឺបានដល់ទៅ 9.64% ដែលប្រជាពលរដ្ឋជឿជាក់ថាចង់បោះឲ្យជានាយករដ្ឋមន្ត្រីថ្មីដែរដូច្នេះមនុស្ស4នាក់នេះដែលនៅប្រទីនប្រទងគ្នាហើយគណៈបកដែលប្រជាពលរដ្ឋថៃដែលនឹងគ្រោងថានឹងបោះឆ្នោតឲ្យកាន់តំណែងជានាយករដ្ឋមន្ត្រី 30% គឺប្រជាពលរដ្ឋថៃថាបោះឲ្យគណៈបកប្រជាជនថៃគឺគណៈបករបស់លោកណត្តភុងរឿងបញ្ញវុធនឹងឯងហើយក៏មាន 21.96% ថាបោះឲ្យគណៈបកភូមិចៃថៃរបស់លោកអនុទិនច័ន្ទវរៈគុលអញ្ចឹងលំដាប់លេខ2ដដែលទេភឿថៃលំដាប់លេខ3បាន 15.12% និងគណៈបកលោកអភិសិទ្ធវិជ្ជាជីវ៉ាមិញបើបោះឲ្យបកហ្មងគឺធ្លាក់មកបាត់តារាងលេខក្រោមភឿថៃវិញគឺបាន 12.16%នយោបាយថៃនេះវានៅការប្រែប្រួលច្រើនណាស់បងប្អូនដូច្នេះយើងមែនតើទៅយើងចង់បានសុខសន្តិភាពយើងនិយាយទៅរក្សាការមិនបាច់វែងឆ្ងាយអីជាមួយនយោបាយថៃទេតែយើងសម្រឹងខ្លួនឯងកសាងផុសតាងសំណុំរឿងប្តឹងទៅតុលាការយុតិធម៌អន្តរជាតិនិងតុលាការព្រំដែនអន្តរជាតិហើយទុកឲ្យថៃចាត់ការរឿងខ្លួនឯងម្ដងទៀតមិនចំពោះថាថៃមាននាយករដ្ឋមន្ត្រីណាទេចំនួនព្រំដែនកម្ពុជាថៃហ្នឹងត្រូវការពេលរាប់រយឆ្នាំទៀតបើយើងប្តឹងទៅតុលាការអន្តរជាតិអាចឆាប់ជាងហ្នឹងអាច10ឆ្នាំ15ឆ្នាំយ៉ាងយូរគឺតុលាការសម្រេចក្តីទៅវាឈឺចាប់ប៉ុណ្ណាក៏មានសេចក្តីថ្លែងការណ៍សេចក្តីសម្រេចពីតុលាការដែរប៉ុន្តែបើយើងអនុវត្តតាមរបៀបនយោបាយដូចសពថ្ងៃនេះគឺយើងនឹងនៅរ៉ាំរ៉ៃបន្តិចឆ្លោះគ្នាបន្តិចវាយគ្នាបន្តិចជីកត្រង់សេបន្តិចវិច្ចប្រវត្តិទៀតគឺរាប់រយឆ្នាំទៀតហើយអត់មានត្រូវគ្នាទេអញ្ចឹងខ្ញុំជឿថាកម្ពុជាកំពុងតែយកវិធីមួយដ៏ត្រឹមត្រូវដែរការទូ